Smartwatch របស់មនុស្សស្រីមួយនេះគឺ design បានស្អាតមែនទែនជាប្រភេទ size ស្បែកអេក្រង់ច្បាស់អត់ចូលទឹកហើយសំខាន់ហ្នឹងកម្លាំងម៉ាស៊ីនវាខ្លាំងទៀតហើយមួយទៀតគឺវាមានទំហំតែ36មីលីម៉ែត្រទេដែលជាប្រភេទនាការរបស់មនុស្សស្រីដែលទូជាងគេនៅក្នុងទីផ្សារប៉ុន្តែមានថ្មធំកាន់បានយូរដូចនាការធំអញ្ចឹងនាការនេះគេមានឈ្មោះថា GT Mini 2 ដែលជា brand របស់ Venus អេក្រង់វាគឺមាន refresh rate 60Hz អញ្ចឹងនៅពេលយើង scroll ឬចុចចូលកម្មវិធីអីមួយគឺវា smooth ហើយដើរលឿនខ្លាំងមែនទែនហើយរីឯ color ហើយនិង blue វិញក៏បញ្ចេញមកបានច្បាស់ដិតល្អដែរចំណែកឯកម្លាំងម៉ាស៊ីនវិញក៏ខ្លាំងគ្រាន់បើដែរគឺវាមាន function ច្រើនដូចជា sensor វាស់ចំណាយបេះដូងស្ទង់ភាព stress វាស់ oxygen ក្នុងឈាមហើយ function ដែលខ្ញុំចូលចិត្តជាងគេនោះគឺហៅថា emotion monitoring បានន័យថាវាអាចដឹងពី emotion យើងថាយើង sad ឬក៏យើងសប្បាយចិត្តទៀតយើងចុចចូលកន្លែង function ហ្នឹងទៅហើយចុចពាក្យថា measuring អញ្ចឹងវានឹងដឹងថាយើងសប្បាយចិត្តឬក៏ពិបាកចិត្តហើយបើសិនជាយើងជាអ្នកហាត់កីឡាឬក៏អាសាទៅ gym អីក៏វាអាចជួយបានដែរដោយសារតែវាមាន function sport នៅក្នុងហ្នឹងអញ្ចឹងវាអាចរាប់ពីជំហានដែលយើងដើរហើយនិង exercise ដែលយើងបានធ្វើហើយនិងកាឡូរីដែលយើងបាន burn ហើយនាការនេះគឺមាន waterproof ទៀតអញ្ចឹងមិនថាយើងចង់ពាក់ចូលទឹកហែលទឹកឬក៏ត្រូវភ្លៀងអីក៏អត់មានបញ្ហាដែរដោយសារតែវាក៏មាន swimming mode នៅក្នុងហ្នឹងដែរហើយនៅក្នុងប្រអប់នេះគឺមានខ្សែជាប់មួយទៀតបើសិនយើងពាក់ហែលទឹកយើងដូរខ្សែវាទៅហើយរីឯថ្មវិញនៅពេលយើងសាកមកពេញអាចប្រើរហូតដល់10ថ្ងៃចាំបានន័យថាយូរគ្រាន់បើដែរហើយអ្វីខ្ញុំចូលចិត្តជាងគេលើនាការនេះគឺអេក្រង់វាច្បាស់ល្អខ្លាំងមែនតើហើយសំខាន់ហ្នឹងគឺ 60Hz refresh rate ទៀតអញ្ចឹងនៅពេល scroll កម្មវិធីអីមួយគឺវាដើរ smooth និយាយទៅ smart watch មួយនេះគឺមាន function ច្រើនខ្លាំងមែនតើអ្វីដែលយើងចង់បានគឺវាមាននៅក្នុងហ្នឹងទាំងអស់ដូចជា function music player ក៏វាមានដូចគ្នានៅពេលយើង connect មួយទូរស័ព្ទយើងទៅយើងអាចបញ្ជា music ពីទូរស័ព្ទយើងបាននៅក្នុងនាការហ្នឹងហើយចំណែកឯ sensor កន្លែង scan ចំណាប់បេះដូងហ្នឹងគឺ scan បានសុក្រឹតល្អខ្ញុំតេស្តបានមើលបានដងហើយអញ្ចឹងសរុបមក GT Mini 2 នេះជាប្រភេទនាការរបស់មនុស្សស្រីមួយដែលមានការ design ស្អាតកម្លាំងម៉ាស៊ីនខ្លាំងអាចធ្វើអីបានទាំងអស់ហើយសំខាន់មានខ្សែ2នៅក្នុងហ្នឹងទៀតហើយបើសិនអ្នកនេះចាប់អារម្មណ៍ក៏អាចរកទិញវាបានដែរនៅក្នុង page Venus Cambodia